ក៏គុំនីដូចគ្នាលើកលែងតែប្រទេសខ្មែរដូរទៅជារាជាណាចក្រទី2ប៉ុន្តែរាជាណាចក្រលើតែกระดาษទេក៏ប៉ុន្តែការអនុវត្តចាត់ស្ដែងគឺអនុវត្តគឺទៅប្រព័ន្ធគុំនីដដែលបានក្តីថាគ្រាន់តែលៀបម្សៅពីក្រៅណាឲ្យឃើញតែនេះប៉ុន្តែគ្រឿងក្រៅគ្រឿងស្អីទាំងអស់នៅតែជាគុំនីដដែលអញ្ចឹងហើយបានជាសំណួរសួរថាមិនបានជាពួកនឹងវាបោះបង់គុំនីមិនបានព្រោះបោះបង់មិនខាត់ព្រោះវាកើតមកដោយគុំនីវាបោះបង់មិនខាត់ហើយឥឡូវនេះវាបង្ហាញចេញគូទៅបើថាវាលាក់មុខលាក់មាត់មិនប៉ុន្តែឥឡូវវាចេញគូមកពីថ្ងៃ21 22ថាវានៅតែជាគុំនីតតែដូច្នេះហើយបានជាវាលះបង់គុំនីនឹងវាអត់កើតបាទអានេះដែលលោកអេរិកស៊ីងគាត់មានប្រសាសន៍មិញហ្នឹងហើយជាពិសេសអរគុណលោកអេរិកស៊ីងដែលយកគឺថាចំណុចមួយយកមកជម្រាបជូនដល់បងប្អូនជនជាតិខ្មែរហ្នឹងឲ្យលោកបានចាប់អារម្មណ៍ពួកគេអត់ដែរនិយាយទេគេលាក់បាំងអញ្ចឹងបានពួកអបិសាចមិញលោកអេរិកស៊ីងគាត់មានប្រសាសន៍ពីសោយសុភាពតែនិយាយណាវាតែងតែនិយាយថាអត់សុខខ្មែររត់តែវាហ្នឹងដោយសារលោកមណ្ឌលដោយសារមិនកាំងតាមពិតពួកអបិសាចអស់ទៅវាមិនដែលហ៊ាននិយាយយកការពិតមកនិយាយទេចំណុចថាបងប្អូនប្រជាប្រដ្ឋខ្មែររឿងនៃសុខខ្មែរលាលុតមកដល់សពថ្ងៃនេះដែលមានព្រឹត្តិការណ៍ថ្ងៃទី18ខែមីនាឆ្នាំ1970ក្តីព្រឹត្តិការណ៍ថ្ងៃទី17ខែមេសាឆ្នាំ1975ក្តីហើយព្រឹត្តិការណ៍ថ្ងៃទី7ខែមករាឆ្នាំ1979នេះក្តីគឺជាលទ្ធផលដែលកើតចេញមកពីលោកអេរិកស៊ីងគាត់មានប្រសាសន៍មិញនេះពីកិច្ចព្រមព្រៀងជាមួយចិនប៉េកាំងនោះគឺកិច្ចព្រមព្រៀងខ្មែរចិនដែលចុះហត្ថលេខានៅទីក្រុងប៉េកាំងនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ1965នឹងតែម្ដងដូច្នេះអ្វីដែលកើតមកដល់សប្តាហ៍នេះមកនេះប្រមាណនេះគឺចេញមកពីកិច្ចព្រមព្រៀងជាមួយនឹងខ្មែរនិងចិនដែលសៀអនុឲ្យលោកលន់នល់ទៅសញ្ញេនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ1965កិច្ចព្រមព្រៀងនឹងហើយកិច្ចព្រមព្រៀងនេះដែលធ្វើឲ្យខ្មែរធ្លាក់មានព្រឹត្តិការណ៍មានការកាត់ព្រឹត្តិការណ៍គឺថា3ព្រឹត្តិការណ៍ថ្ងៃទី18ខែមីនាឆ្នាំ1970ព្រឹត្តិការណ៍ថ្ងៃទី17ខែមេសាឆ្នាំ1975និងព្រឹត្តិការណ៍ថ្ងៃទី7ខែមករាឆ្នាំ1975ហើយដូចចឹងហើយបានពេលដែលមានកិច្ចព្រមព្រៀងខ្មែរចិនដែលចុះហត្ថលេខានៅក្រុងប៉េកាំងថ្ងៃទី25ខែវិច្ឆិកាឆ្នាំ1965នោះហើយគឺបានកិច្ចព្រមព្រៀងនោះហើយវាបានគំតិចអព្យាក្រឹតកម្ពុជាតែម្ដងតែកើតចេញពីសន្និសីទយូណេតឆ្នាំ1954ឆ្នាំ1954កិច្ចព្រមព្រៀងសន្និសីទយូណេត1954ហ្នឹងគេឲ្យប្រទេសខ្មែរហ្នឹងអព្យាក្រឹតប៉ុន្តែប្រទេសយួនគេចែកជាពីរយួនមួយនៅខាងខ្សែស្របក្រមទី17ហើយយួនមួយទៀតនៅលើខ្សែស្របទី17បានគេពុះចែកជាពីរប៉ុន្តែខ្មែរគេអត់ឲ្យចែកជាពីរទេសន្និសីទយូណេតឆ្នាំ1954ហ្នឹងគឺឲ្យខ្មែរនៅតែមូលតែម្ដងគឺថាខ្មែរអត់បែកអត់ពុះចែកគ្នាបានជាដាច់ខាតគឺខ្មែរមានតែមួយហើយគឺឲ្យកាន់ប្រកាន់អព្យាក្រឹតប៉ុន្តែដោយសារកិច្ចព្រមព្រៀងខ្មែរចិននេះដែលចុះហត្ថលេខាបញ្ជាក់ម្ដងហើយម្ដងទៀតនៅក្រុងទីប៉េកាំងខែទី25ខែវិច្ឆិកាឆ្នាំ1965ហ្នឹងហើយបានធ្វើឲ្យគំតិចអព្យាក្រឹតហ្នឹងបានវានាំខ្មែរឲ្យវាមានសង្គ្រាមនាំភ្នក់ភ្លើងសង្គ្រាមយកមកដុតស្រុកខ្មែរហ្នឹងគឺដោយសារកិច្ចព្រមព្រៀងគឺដោយសារចិននឹងតែម្ដងនេះយើងនិយាយម្ដងហើយម្ដងទៀតគឺដោយសារចិនយួនមិនមែនដោយសារអាមេរិកកាំងទេមិនមែនដោយសោយសុភាពមកដល់ពួកអត់ឡានឹងបោកប្រាស់ខ្មែរបំភ្លេចប្រវត្តិសាស្ត្រខ្មែរទេគឺរឿងពិតគឺរឿងដោយសារចិនបាទចិននឹងដោយសារបន្ទាប់គឺតែវាមានប្រជុំមួយនៅបណ្ឌុងគឺថារឿងវាវែងឆ្ងាយណាស់បងប្អូនយើងបានលើកយកមកច្រើនដងហើយប៉ុន្តែគឺខ្មែរអត់បានតាមស្ដាប់ជឿតែប្រវត្តិសាស្ត្រថ្ងៃទី7មករា1979ដែលគេទៅសេបំភ្លៃរឿងពិតមករឿងពិតប្រកបមែនទេយើងហៅថាសច្ចៈពិតប្រើពាក្យរបស់ឯកឧត្តមប្រធានលោកប្រើពាក្យថាសច្ចៈហើយពិតទៀតសច្ចៈវាពិតទៅហើយវាប្រើពាក្យពិតទៀតសច្ចៈពិតគឺមកពីចិននឹងតែម្ដងចិននឹងតែអូទាញក្បាលសៀអនុឲ្យបាត់ចំហព្រំដែននោះឲ្យដឹកអាវុធស្បៀងដោយលោកអេរិកគាត់មានប្រសាសន៍មិនអញ្ចឹងគឺគេថាសូម្បីតែប្រទេសមួយចំនួនគេបានចោទកម្ពុជាថាផ្ដល់ទឹកដីអព្យាក្រឹតទៅឲ្យយួនកុម្មុយនីសប្រើប្រាស់ក្នុងចម្បាំងតែមេដឹកនាំខ្មែរមិនត្រឹមតែទាត់ចោលការចោទប្រកាន់នោះទេពួកគេបង្វែរការថាមិនពិតទៅទៀតទោះបីមានអ្នកកាសែតបរទេសគេបានទៅឃើញជំរុំយួននៅជាដែនក្តីពួកគេចោទប្រកាន់ទៅកាន់សហរដ្ឋអាមេរិកដែលកំពុងច្បាំងជាមួយនឹងយួនកុម្មុយនីសថារំលោភអព្យាក្រឹតខ្មែរទៅវិញនិយាយផ្ទុយទៅវិញថាអាមេរិករំលោភអព្យាក្រឹតខ្មែរវិញតាមពិតអាមេរិកអត់រំលោភទេអាមេរិកដេញតាមទម្លាក់គ្រាប់បែកនៅតាមផ្លូវលំហូជីមិញ
និយាយឲ្យវាសច្ចៈពិតមិនមែនដោយquảអស់វាចេះតែថាវាបំភ្លៃប្រវត្តិសាស្ត្រទេចឹងហើយបានឧត្តមក្រមភាសាខ្មែរជួយខ្មែរយកប្រវត្តិសាស្ត្រពិតសច្ចៈពិតយកមកបង្ហាញបងប្អូនចូលរៀនខ្មែរអ្នកដែលធ្វើឲ្យប្រទេសខ្មែរមានរឿងរ៉ាវកើតមកដល់សប្តាហ៍នេះគឺដោយសារអាចិនអាយួនទាញសៀអនុហើយសៀអនុនឹងបើនិយាយមែនទេក្បឹកជាធំជាងគេបំផុតក្នុងកិច្ចការស្ដេចសៀអនុនឹងធ្វើឲ្យបាត់21ខែពីកោះឲ្យនាំសង្គ្រាមមកដុតស្រុកខ្មែរទៅទៀតហើយធ្វើតែប្រទេសតែផ្ដាស់គឺគេឲ្យចូលអព្យាក្រឹតបែរជាអព្យាក្រឹតងាកទៅចូលជាមួយអាកុម្មុយនីសទៅវិញមិនបានចូលកុម្មុយនីសព្រោះគាត់គិតឃើញថាទៅថ្ងៃអនាគតគឺកុម្មុយនីសអ្នកឈ្នះអញ្ចឹងបានគាត់ងាកក្បាលទៅចូលកុម្មុយនីសបើកផ្លូវសុខចិត្តសញ្ញេបើកផ្លូវឲ្យអាយួន